ខ្ញុំនឹងលើកយកនៅគោលការណ៍ខ្លះៗទាក់ទងនឹងការស្វែងរកនៅសេចក្តីសុខរបស់មនុស្សឬក៏ថាស្វែងរកនៅទីពឹងរបស់មនុស្សដែលមនុស្សម្នាក់ៗគឺតែងតែមានគោលដៅឬតែងតែមានបំណងចង់បាននៅសេចក្តីសុខឬចង់បានឲ្យខ្លួននឹងស្ថិតនៅកន្លែងណាមួយមនុស្សយើងម្នាក់ៗគឺមានការរវល់ដូចគ្នានឹងពីក្មេងក៏រវល់ជាមួយរឿងក្មេងទៅមកចាស់បន្តិចមកក៏រវល់បែបចាស់អញ្ចឹងទៅហ្នឹងហើយគឺថាជីវិតនេះវាជាភារៈបងប្អូនបាទវានាំមកដល់ការរវល់វាកើតមានពីរបស់ដែលមានហ្នឹងបើអត់មានតែមួយហ្នឹងទេគឺវាអត់រវល់ទេហ្នឹងដូច្នោះហើយបានជាយើងត្រូវសិក្សារៀនសូត្រយើងត្រូវធ្វើកិច្ចការងារយើងត្រូវសម្រាកលំហែកំសាន្តខ្លះដើម្បីបន្លប់អាការលំបាកឬក៏កង្វល់របស់ជីវិតនេះឯងចឹងម្នាក់ៗគឺសុទ្ធតែចង់បាននៅសេចក្តីសុខក៏ដូចជាចង់ឲ្យខ្លួននឹងមានទីពឹងគឺដរាបណានៅមានកំណត់កើតជាបំណងឬក៏ការស្វែងរកនៅទីពឹងនឹងតែងតែមានជាដរាបហើយបើសិនជាការស្វែងរកនៅទីពឹងនោះរកត្រូវទំនងឬក៏វាមានសំណាងអាចឃើញនៅទីពឹងដ៏ប្រសើរឬក៏មានអ្នកបង្ហាញនៅទីពឹងដ៏ឧត្តមដល់ខ្លួននោះក៏បុគ្គលនោះបាននៅអនុត្តរនិព្វាននឹងបាននៅទីពឹងដ៏ឧត្តមនោះអញ្ចឹងទេនៅក្នុងព្រះពុទ្ធសាសនាគឺមានពាក្យមួយដែលយើងតែងតែបានឮហើយគឺខ្លួនទីពឹងខ្លួនហ្នឹងហើយពាក្យបាលីហៅថាអត្តាហិអត្តនោនាថោហ្នឹងហើយតើពាក្យនេះមានន័យយ៉ាងដូចម្ដេចទៅពាក្យនេះគឺបើនិយាយតាមបែបអ្នកដែលបានឃើញការពិតវាមានន័យផ្សេងហើយនិយាយតាមបែបមនុស្សសាមញ្ញក៏វាមានន័យផ្សេងចឹងទៅធ្វើយ៉ាងម៉េចទើបអាចមានខ្លួនជាទីពឹងដ៏ប្រសើរនឹងបានពឹងទានដែលត្រូវធ្វើរាល់ថ្ងៃហ្នឹងមែនពឹងសិលដែលធ្វើហ្នឹងទេឬក៏ពឹងសមាធិដែលធ្វើរាល់ថ្ងៃហ្នឹងតើពឹងរបស់ទាំងអស់នោះអាចទៅដល់និព្វានបានមែនឬក៏គ្រាន់តែជាឧបាយជាមធ្យោបាយឬក៏ជាហេតុទេបើគ្រាន់តែជាហេតុប្រកបជាមានផលហើយធម្មតាអ្វីក៏ដោយបើសិនជាយើងធ្វើហើយវាត្រូវតែមានផលប៉ុន្តែនិព្វានជាធម៌អត់មានហេតុបច្ច័យតតែងទេអត់មានត្រូវទៅដោយធ្វើអត់មានត្រូវដល់ដោយដើរទេនិព្វានគឺទៅដោយការបានស្គាល់ខ្លួនឯងថាជាអ្វីនេះបើសិនជាបានស្គាល់ខ្លួនឯងថាជាអ្វីហើយបុគ្គលនោះឈ្មោះថាមានខ្លួនជាទីពឹងហើយបើសិនជាបុគ្គលបានដឹងថាខ្លួនឯងគឺជាអ្វីហើយបុគ្គលនោះនឹងអាចអស់ទៅនៅអភិសង្ខារឥឡូវយើងស្វែងរកខ្លួនយើងមើលស្វែងរកខ្លួនមើលបើសិនជាយើងស្វែងរកខ្លួនយើងឃើញនោះយើងមានទីពឹងហើយឥឡូវសួរថាខ្លួនយើងជាអ្នកណាខ្លួនយើងជាអ្វីឥឡូវបងប្អូនកំពុងតែស្ដាប់ខ្ញុំហើយកំពុងតែមើលមកខ្ញុំថាខ្ញុំនឹងមើលគឺខ្លួនខ្ញុំនេះគឺខ្លួនខ្ញុំបងប្អូនគឺមានខ្លួនបងប្អូនទៅមុខមាត់យ៉ាងនេះរូបរាងយ៉ាងនេះហ្នឹងហើយហ្នឹងគឺសម្គាល់ថាខ្ញុំប៉ុន្តែសួរថារូបហ្នឹងជារបស់យើងទេរូបនេះគឺមិនមែនជារបស់យើងទេវាកើតឡើងដោយហេតុបច្ច័យតតែងមកហើយក៏វាបំរុងនឹងត្រូវវិនិច្ឆ័យទៅនៅពេលណាមួយហេតុអីបានថាវានឹងត្រូវវិនិច្ឆ័យពីព្រោះការប្រែប្រួលនៃរូបនេះវាជាសក្ខីភាពបញ្ជាក់ឲ្យយើងដឹងហើយថាតាំងពីក្មេងមកដល់ឥឡូវយើងប្រែប្រួលអីខ្លះហ្នឹងអញ្ចឹងក្នុងរូបកាយនេះវាមានចំណែក3ហើយវាមានចំណែក4វាមានចំណែកនៃរូបមួយផ្សេងទៅចំណែកនៃចិត្តមួយផ្សេងទៅចំណែកនៃការសោយអារម្មណ៍ហ្នឹងមួយផ្សេងទៅហើយមួយចំណែកខាងចុងនោះគឺសំដៅដល់ធម្មៈឬក៏ភាពជាយើងហ្នឹងហើយឥឡូវយើងមើលសិនហេតុអីបាននៅក្នុងនេះនៅក្នុងខ្លួននេះមានយើងមួយណារូបគឺមិនមែនយើងទេមែនទេអត់ពិបាកយល់ទេដោយសារតែវាប្រែប្រួលហើយចិត្តសួរតែចិត្តវិញចិត្តហ្នឹងវាជាអ្វីចិត្តវាមានតួនាទីសន្សំនៅអារម្មណ៍ដឹងនៅអារម្មណ៍ឧទាហរណ៍ថាមានរូបផ្ទុកចំពោះភ្នែកហ្នឹងហើយមានរូបផ្ទុកនៅភ្នែកមកចិត្តមួយប្រភេទហ្នឹងវាកើតឡើងតាមទ្វារហ្នឹងតាមទ្វារភ្នែកហ្នឹងវាមានតួនាទីឃើញនៅរូបហ្នឹងពាក្យបច្ចេកទេសថា
វាចិត្តហ្នឹងវាការឡើងចំពោះចក្ខុទ្វារមានទូនីតិធ្វើទស្សនកិច្ចគឺការឃើញនៅរូបរូបអីរូបសរូបខ្មៅបរិសុទ្ធស្ត្រីកុហកបព្វជិតអីហ្នឹងគឺចិត្តហ្នឹងវាកាន់យកបានអញ្ចឹងវាដឹងបានឃើញរូបហ្នឹងហើយចិត្តមួយប្រភេទទៀតវាកើតឡើងចំពោះសោតទ្វារនេះទ្វារតិចនេះវាមានទូនីតិធ្វើសវនកិច្ចគឺការស្ដាប់សំឡេងនឹងដឹងថាសំឡេងអ្វីហ្នឹងគឺជាទូនីតិរបស់ចិត្តមួយទៀតដែរហើយនៅពេលដែលមានក្លិនប៉ះផ្ទុកនឹងច្រមុះនឹងនៅពេលដែលមានក្លិនផ្កាក្លិនរបស់របរទឹកអប់អីហ្នឹងហើយប៉ះនឹងច្រមុះហ្នឹងក៏ខៀនទ្វាចិត្តមួយប្រភេទហ្នឹងវាកើតឡើងចំពោះខៀននិងខៀនទ្វាហ្នឹងវាមានទូនីតិធ្វើខាយនកិច្ចធ្វើខាយនកិច្ចមានន័យថាការស្រង់នៅក្លិនហ្នឹងឲ្យដឹងថាក្លិនអីហ្នឹងចិត្តមួយប្រភេទទៀតដែរមានបាន3ណាហើយចិត្តមួយប្រភេទទៀតវាកើតឡើងចំពោះមាត់នេះកើតចំពោះទ្វារមាត់នេះកើតត្រង់ទ្វារមាត់ហ្នឹងវាមានទូនីតិធ្វើសាយនកិច្ចហ្នឹងគឺការសោយនៅរសនៃអាហារដឹងរសប្រៃជូរផ្អែមហឹលរវីងអីចត់អីចឹងទៅអាហ្នឹងគឺជាទូនាទីរបស់ចិត្តមួយប្រភេទដែលកើតឡើងចំពោះជីវហាទ្វារនេះមួយប្រភេទទៀតចិត្តវាកើតឡើងចំពោះកាយទ្វារវាកើតឡើងចំពោះកាយទ្វារវាមាននាទីធ្វើនៅផោសនកិច្ចគឺការប៉ះផ្ទុបរបស់រឹងទុនតឹងកម្រើកញ័រត្រូវក្តៅថ្ងៃត្រូវខ្យល់ហើយតិចរងាអីទាំងអស់ដែលដឹងបានហ្នឹងគឺដឹងតាមរយៈចិត្តនេះចិត្តវាកើតឡើងចំពោះកាយទ្វារហ្នឹងវាធ្វើផោសនកិច្ចទៅក៏វាដឹងរឿងហ្នឹងអញ្ចឹងសួរថាចិត្តដែលវាកើតឡើងឲ្យដឹងអារម្មណ៍ទាំងអស់ហ្នឹងសួរថាចិត្តហ្នឹងវាទៀងទេចិត្តវាអត់ទៀងទេហ្នឹងហើយវាកើតចំពោះចក្ខុទ្វារឃើញរូបហើយក៏រលត់ទៅដឹងសំឡេងទៅដឹងក្លិនទៅដឹងរសទៅដឹងផតថាពៈវាកើតដូចឆ្លាស់គ្នាលឿនរហ័សបំផុតហ្នឹងហើយវាសន្សំនៅរឿងហ្នឹងហើយបើឃើញហើយមានការស្រឡាញ់ស្អប់គាប់ទាស់ចំពោះរូបហ្នឹងវាជាទូអភិសង្ខារតតែងនឹងបន្តឲ្យមាននៅកំណត់ថ្មីអញ្ចឹងទៅបើលឺហើយជាប់ជំពាក់នឹងសំឡេងហ្នឹងលឺព្រោះពិសាអញ្ចឹងទៅក៏វាសន្សំកម្មហ្នឹងសម្រាប់ឲ្យមានបដិសន្ធិកើតចំពោះចំោះធំក្លិនក៏អូបក៏ចូលជំពាក់ទៅធំក្លិនមិនល្អជិះកាត់លូទឹកស្អុយអីហ្នឹងក៏ចិត្តនឹងកើតឡើងបដិខៈទោមនោះនឹងសក្លិនហ្នឹងក៏វាជាទូអភិសង្ខារមួយទៀតទៅវាកើតឡើងចំពោះទ្វារអណ្ដាតញ៉ាំអីទៅមិនសូវឆ្ងាញ់មិនសូវពេញចិត្តហ្នឹងអាហ្នឹងក៏វាជាទូកម្មមួយទៀតទៅសម្រាប់សន្សំទៅអ្វីដែលប៉ះផ្ទុកនឹងរាងកាយដើរហើរថ្ងៃលូទៅមួយថ្ងៃក្តៅណាស់មេតិចខ្យល់បក់លហើយមករងាហ្នឹងក៏លូថារងាណាស់ហ្នឹងអាទាំងអស់ហ្នឹងអាទូតោមនោអាការសោយអារម្មណ៍ហ្នឹងចិត្តវាដឹងហើយវាសោយអារម្មណ៍ទាំងអស់វាប៉ះផ្ទុកហើយវាសោយអារម្មណ៍ទាំងអស់ហ្នឹងហើយអត់មានស្មារតីបានឃើញវាហ្នឹងវាសិតតែជាទូអភិសង្ខារដែលអាចញ៉ាំកំណត់ឲ្យកើតបានទាំងអស់អាហ្នឹងវាតកតងកលេសល្អិតណានឹងវាកើតចេញអំពីក្នុងចិត្តហ្នឹងវាអត់មានចេញទៅសកម្មភាពទៅបៀតបៀនជាកលេសគ្រប់ព្រាតក៏វាជាទូអភិសង្ខារដែរជាប្រភពនៃកំណត់ទាំងអស់អញ្ចឹងចិត្តវាកើតឆ្លាស់រលត់លឿនរហ័សណាស់ហើយលក្ខណៈមួយទៀតដែលយើងមើលមិនស្គាល់ចិត្តនោះគឺត្រង់ថាចិត្តនេះវាដឹងអារម្មណ៍ដឹងតែអារម្មណ៍អតីតកាលទេវាអត់ដឹងអារម្មណ៍ដែលចំពោះមុខនេះទេនៅពេលដែលចក្ខុទ្វារចក្ខុប្រសាទនៅថ្លាល្អហើយមានរូបមកប៉ះផ្ទុកនឹងចក្ខុនឹងចក្ខុវិញ្ញាណកើតឡើងចំពោះចក្ខុទ្វារធ្វើទស្សនកិច្ចហ្នឹងបើសិនជាត្រឹមតែឃើញបើសិនត្រឹមតែឃើញអាហ្នឹងវាមិនមែនជាចិត្តទេប៉ុន្តែវាមិនមែនត្រឹមតែឃើញទេគឺវាបានដឹងថាហ្នឹងគឺជារូបអីបានដឹងថាហ្នឹងជារូបអីហ្នឹងគឺវាជាតួចិត្តគិតហើយវាសន្សំហើយនឹងបើសិនជាគ្រាន់តែឃើញរូបមកផ្ទាំងហ្នឹងមិនដឹងថារូបអីប្រកបអាហ្នឹងគឺហ្នឹងហើយអាមួយហ្នឹងហើយប៉ុន្តែយើងច្រើនតែរូបបាក់ទុកហើយចក្ខុវិញ្ញាណកើតឡើងទៅវាចេញអតិនន័យវាចម្រោះវាចម្រាញ់ឃើញរូបនេះរូបនោះណាឃើញរូបផ្កាមនុស្សម្នាគោក្របីដំរីសេះទាំងអស់ហ្នឹងគឺសម្គាល់យកបានហ្នឹងគឺសិតតែជាអារម្មណ៍អតីតទាំងអស់ដែលវាបានចិត្តនឹងវាបានចាប់យកនឹងអញ្ចឹងឲ្យតែក្នុងគណៈឃើញគណៈឮធំក្លិនដឹងរសដឹងផតថាភៈហើយអត់មានស្មារតីអត់មានភាពជាយើងនៅទីនោះទេគឺនោះហើយគឺជាហេតុដែលនៅអត់មានកំណើតវាជាទុអភិសង្ខារដែលវាមិនមែនជាទីពឹងទេហ្នឹងដែលវាជាបច្ច័យណាវាជាហេតុជាបច្ច័យឲ្យមានបដិសន្ធិតទៅមុខជារៀងដរាបអញ្ចឹងនៅក្នុងរាងកាយយើងនេះវាមានចំណាយរូបវាមានចិត្តណារូបចិត្តដែលយើងបានលឺអំបញ្ញមិញហើយ
hay mùi tiết cứ ca sai rầm về tình nghĩa ca sai rầm đằng sập hiệp ấy hàng cả nó bị bạc tụt nó bị đằng hay còn sai rầm nó hay đằng trong cái cứ miền bị thành lập biến là khung trong còng bò mặt để thô tàng buôn này đầu tiên này cứ miền chết chết được sắc rúp nó lập biến chẳng xua tha lập biến cứ chỉ ấy cào kia nó dân score rúp hay mình ấy rúp này dân score hai dân score chết hai hay chết nó cứ chỉ ấy hay score về tình nghĩa mình ấy ca sai rầm nó dân score lại chứ tị buôn này nó khung nâng đại nó mà chỉ cầu nó đây là khung bò mặt thô thành lập biến nó cứ chỉ ấy cứ chỉ ấy hạt ấy con lập biến đầu tiên này này bóng ôn phía trán sắc xa bạc mặt để thua đằng thay bạc mặt để thua miền buôn chặt chẽ sắc rùm lập biến chẳng rùm đầu tiên đi chặt đầu tiên đi về tiền đi bàn tay lập biến lưỡi thành lập biến nổi nọ mình nè lưỡi thành lập biến nó tha na nó cái lại na nó về ọt bàn chặt lực hà hạt ấy con nó không chừng cao bạc mặt để thua thằng buôn nó bị nở đi hạt ấy có bay đang nơi mũi tiền đi hà lập biến nó bị ọt khơi nở nó cứ ọt đằng thà đằng hay lập biến nó bị nở đằng đáy ọt đằng chẳng xua thành lập biến nó cứ chỉ ấy nó bom ôn mưa mà đòn thiệt mưa mà nhóm này dễ ông phải mấy tha rú vì mẹn dương thế mà nè hay để đăng tham mẹn dương bà nó cứ đăng đời xài việc đăng đời xài thà rú bị ọt tiền nghe phần tái hay ấy ban dương này dễ thà vì ọt tiền để ai đăng ban thà vì chỉ ọt tiếng đời xa tầm miên rồi bỏ mày giang đây vì tiếng với một số bình trắng ông pi rồi bỏ đây ọt tiếng này ta chỉ ở vậy thôi nó biết là dương thung khẩn nó biết là dương đưa dùng lên nó biết là dương đang ruột đang hot thật biệt đang on năng hay vì có ọt từ rồi lột từ vì ọt tiền thì hãy ấy bởi bàn dương đang thầm vì ọt tiền ta miên ở vậy tới cho bạn trang ở vậy để vì ọt tiền năng đại vì mẹ năng cứ prakot chỉ miên ở vậy mà dáng đầy tiếng prakot chỉ miên ở vậy mà dáng đầy mình bài bửu prakot chỉ miên ở vậy mà dáng đầy thật thế vì nơi tin ý vì chám cho bạn trang rồi bót từng on năng vì chám vì thôi chỉ xả xây rồi bót từng on năng đại vì một cả lá nhiệm vụ viên năng vì bị đôi chia cảnh chọn đá vì chi vật hộ class ở vậy cả đó oi tại đại chủng phù một vì cho bạn từng on hãy ấy bàn việc cho bán đời xa tay cảnh chọn vì ọt po đôi cho nó hơi dương vô rồi bỏ ở vậy tự đặt nơi chủng phù một cảnh chọn nó cứ vì tranh bàn từng on vì cho bạn từng on anh nó cứ ở bên bãi vô lấy đời xa tay cảnh chọn po bàn vì cho bạn giang nam mình nó không luôn dừng đấy vì miền thiết tiên mà dạng vì miền ca bất mà dạng để vì chám cho bên trang nào đó là quay ở vậy đã vì cả là chủng phù một vì chám cho bên trang vì thôi chỉ sạc sấy ở đăng thảo vậy để rút cả chồng cùng một viên nó việc khơi ban ở vậy cả đã ơi thì xong cả cái việc khơi ban này ở vậy nút cứ chỉ dương năng hai cứ chỉ tì băng năng hai thì xa rồi bọn này khơi cả bất thà năng hai cứ chỉ nập biên cứ nâng năng ở miền nơi nô thế ở miền nơi tì nạp xây thế cứ nô tì ní và sân thì dương vậy nhai khơi thà rụ mền dương chặt mền dương với tình yêu mền dương ai từng on thằng mền dương hãy chẳng vì bà con chỉ miên là vậy mà dạng chỉ dương vì thật thế là tiền đi anh ấy vì mình mền chỉ thật thế thế vì mình chỉ cả căn cho khó thế vìประชาชนsẽ ở dương khơi ban chẳng tem đó bom ôn phạt sầm lăng cho một non thế mà sầm lăng cho một non thế mà thật ta nơi tin ấy vì miền ấy cứ vì miền thiên bị dạng để class á vì chăm sóc bệnh chẳng hãy vì ở tại pru thì dương ai ao mua vi chẳng mấy các bạn này mùi nụ dương ao thà vị trí vipassana các bạn vị trí smart ở đây các bạn nè vị trí là pin nên các bạn bởi nó không sát nạp sẽ cái thà cái hào viên nó thang cứ chỉ nó cô than su miền từ đây bây giờ su mà cần lại nó lúc ở sơ thà chỗ ném một căn này dương bởi nè trong từ căn nó cô than su chỉ than bao mà sốc chỗ ném một căn này dương nuôi dương nằm nòm nè từ căn nó cô than su bị đi cứ chỉ bị là bọn này khơi tạp bớt ấy bị tha cho nè một căn này dương là tin ý cứ mình mến sầm đáy là buông luôn luôn oi nè từng lái nắng tăng chất từ cổ rụp bậc từ căn bỏng lên nó cô than xua thế cứ không đây tha oi nè vừa bỏ một can thiệp chỉ dương nó không khô được bọn nè nè nó cô than xua để nó không khô được bọn nè nè đâu chỉ mua smart đây để class art đây mình miễn dạy riêng ấy nên đang hái cứ chỉ để cô than xua được bọn nè
nếu bây giờ rùa bạc tôm năng chặt khổ phía chặt khổ vì nhân cả làng khơi trâm từ khơi lư trâm từ lư thùng khăn trâm từ thùng khăn đang rùa trâm từ đang rùa họ thập bệ trâm từ họ thập bệ vì mình miên nè ná nè khơi nè đang là lư không ròm từ ngọn nắng nâng hai cứ chỉ nè nâng hai cứ chỉ nè nâng hai chỉ tì bằng rồi bọn nè tua smart ở đây đợt là sao nâng hai cứ chỉ tì bằng rồi bọn nè đang bật bắt trong phố hà róm đây còn pung tầm miên mình đang trong phố hà róm mà đây tất cả đây còn lòng tới rồi còn là cốt tam bị dẹp một đôi thuyền sớm giờ mai nâng thế cứ đang ở vậy đây còn pung tầm miên nữa tin đi can đang ba nào vậy đây còn pung bật quạt nâng nâng cứ chỉ tì bằng rồi bọn nè để bị phía sau bật lấy mấy dáng lô bô tha bài chụp bàn nãy cho vô thòm máng tạt thả bị bà sệt nó,ประสานบ่บุคคลนั่งนึกក្នុងបច្ចុប្បន្នđang ở vậy đây កំពុងប្រកាសនេះតថាវិបស្សតិនេះđang ở vậy đây កំពុងប្រកាសនៅទីនេះដោយស្មារតីដ៏ថ្លាស្អាតនេះគឺជានិព្វានរបស់អ្នកហើយជាទីពឹងរបស់អ្នកហើយนั่นคือกន្លែងហ្នឹងដែលខ្ញុំចង់ជម្រាបទៅដល់ប្រជាពុទ្ធបរិស័ទទាំងអស់ដែលអ្នកស្រឡាញ់ការពិតអ្នកដែលមានបំណងចង់រួចរំដោះហើយចិត្តតែធ្វើបុណ្យធ្វើទានប្រាថ្នាឋានពាននៅទីនោះហើយគិតថាវិហូវិស័យពេលនេះมันអាចទៅដល់បានហ្នឹងគឺវាជាការប្រមាថនិងវាជាការបណ្ដោយខ្លួនឯងចោលខ្លួនឯងអត់បានស្វែងរកទីពឹងឲ្យខ្លួនឯងទេដូច្នេះហើយអ្នកឃើញការពិតទាំងឡាយលោកចង្អុលបង្ហាញប្រាប់យើងអញ្ចឹងថានៅទីនេះហើយជាទីរួចរបស់អ្នកទីពឹងនៅទីនេះអត់មាននៅទីផ្សេងទេណាអត្តទីបាអត្តសារណាអ្នកទាំងឡាយត្រូវមានខ្លួនជាទីពឹងជាទីរលឹកអនញ្ញទីបាអនញ្ញសារណាចូលកុំមានរបស់ដតីកន្លែងដតីជាទីពឹងជាទីរលឹកឡើយអញ្ចឹងអត្តទីបាអត្តសារណាអនញ្ញទីបាអនញ្ញសារណាគឺសំដៅទៅលើទីពឹងស្មារតីដែលនៅទីនេះនៅក្នុងបច្ចុប្បន្នដែលមិនមែនជាអីនេះនោះហើយជាទីពឹងដ៏ប្រសើររបស់អ្នកពាក្យចាស់មួយលោកបានពោលចងក្រងជាពាក្យការសូត្ររាល់តែថ្ងៃនឹងគំនិតខ្ញុំកើតកំណើតខ្ញុំមានអ្នកផលជាស្ពាននៅឋានថ្លៃថ្លាពាក្យនេះបងប្អូនត្រូវចាប់ឲ្យបានជាធម្មតាកាលណាមានគំនិតកើតជាប់នឹងសាច់រឿងឯណានេះមួយប្រកាសណាកំណើតនឹងកើតមានចុតិនឹងមានបដិសន្ធិបើសិនជាទៀតនឹងស្លាប់គំនិតហ្នឹងវាមានសាច់រឿងនៅពេលដែលចុតិទៅក៏វានឹងត្រូវបដិសន្ធិទៅតាមកម្មដែលរៀបចំអញ្ចឹងទៅអាហ្នឹងគឺគំនិតកើតកំណើតមានប៉ុន្តែអ្នកឃើញការពិតទាំងឡាយលោកបញ្ច្រាស់មកវិញលោកថាគំនិតលែងកើតគំនិតលែងមានអញ្ចឹងសួរថាតើធ្វើយ៉ាងម៉េចដើម្បីកុំឲ្យគំនិតលែងកើតដើម្បីកុំឲ្យគំនិតលែងកើតគឺអ្នកត្រូវសម្លឹងមកកាន់ទីនេះសម្លឹងចូលមកក្នុងអ្នកត្រូវនៅជាមួយខ្លួនឯងអ្នកត្រូវនៅជាមួយខ្លួនឯងកុំសម្លឹងចេញក្រៅនៅក្នុងបច្ចុប្បន្នចំពោះអ្វីដែលកំពុងប្រកាសថាមិនមែនជាសត្វបុគ្គលមិនមែនជាអ្វីៗនោះហើយគឺជាអ្នកនោះហើយជាទីពឹងដ៏ប្រសើររបស់អ្នកនេះកន្លឹះនៅតែប៉ុណ្ណឹងទេខ្ញុំជម្រាបជូនតម្រុយខ្លះប៉ុណ្ណឹងដោយសេចក្តីស្រឡាញ់ដោយសេចក្តីគោរពរាប់អានក្នុងនាមខ្ញុំក៏ធ្លាប់បានបួសរៀនហើយក៏ជាប់នៅក្នុងបំណងពីមុនមកដោយបងប្អូនអញ្ចឹងព្រឹកឡើងមុននឹងចេញទៅធ្វើការទៅបង្រៀនហ្នឹងគឺថ្វាយបង្គំព្រះបរិមាហើយអធិដ្ឋានថាសូមឲ្យខ្ញុំព្រះអង្គបានជួបអ្នកត្រាស់ដឹងបានជួបបុគ្គលដែលឃើញនៅសច្ចធម៌ហើយបង្ហាញខ្ញុំប្រការណាហ្នឹងឲ្យបានឃើញនៅការពិតស្ដាប់ធម៌តែមួយគេថាបានរួចចាក់ទុកដល់និព្វានហងហ្នឹងគឺអធិដ្ឋានអញ្ចឹងប្រាថ្នាតែទៅមុខឯណោះអត់ដឹងថាទូប្រាថ្នាហ្នឹងហើយគឺជាអភិសង្ខារទេមិនសំដៅត្រឹមតែអកុសលចិត្តឬអកុសលកម្មចេញតាមផ្លូវកាយផ្លូវវាចានៅប៉ុណ្ណោះទេណាសូម្បីកុសលហ្នឹងក៏ដោយទានសិលភាវនាសេចក្តីល្អផ្សេងហ្នឹងក៏ដោយគឺសុទ្ធតែជាក្របពូជនៃជាតិទាំងអស់សុទ្ធតែជាក្របពូជនៃកំណើតថ្មីទាំងអស់អញ្ចឹងបុគ្គលបានឃើញកុសលកម្មទាំងឡាយថាជាអភិសង្ខារហើយគឺលោកវិលមកកាន់បច្ចុប្បន្ននៅក្នុងភាពជាយើងដែលមិនមែនជាអ្វីនេះហើយគឺដែលជាហេតុផ្ដាច់ឫទ្ធិពលនៃកំណើតនេះហើយគឺជាទីជំរកជាទីពឹងជាអនុត្តរនិតដ៏ប្រសើររបស់យើងអញ្ចឹងខ្ញុំប្រកាសសូមជូនប៉ុណ្ណឹងចូលរួមចែករំលែកតាមអ្វីដែលអាចចែករំលែកបានតាមអ្វីដែលអាចជូនបានក្នុងនាមជាអ្នកស្រឡាញ់ការពិតហើយក្នុងនាមជាពុទ្ធមាមិកជនក្នុងនាមជាជនរួមជាតិរួមសាសតែមួយហើយបើសិនជាបងប្អូនមានបំណងចង់ដឹងបន្ថែមក៏អាចសាកសួរអាចខមមិន
នៅខាងក្រៅបានបើមានពេលវេលាយើងអាចជួបគ្នាបានក៏ជួបគ្នាដើម្បីសន្ទនាស្វែងរកនៅការពិតស្វែងរកនៅខ្លួនឯងយើងត្រូវដឹងថាបេសកកម្មរបស់យើងអ្នកស្រឡាញ់ការពិតបេសកកម្មរបស់អ្នកគោរពព្រះពុទ្ធសាសនានេះគឺមានបេសកកម្មធំមួយគឺបេសកកម្មស្វែងរកខ្លួនឯងបើសិនជាយើងស្វែងរកខ្លួនឯងឃើញនោះហើយអ្នកនឹងមានទីពឹង 사랑한 게 참이 돈명 사랑한 게 참이 성경 사랑한 게 참이 두대 얌배 따대